ก็มาเรียนภาษาอังกฤษหมดชั่วโมงลงไทยนี้ในក្នុងវីដេអូនេះគឺយើងនិយមពីប្រភេទប្រយោគមួយបែបទៀតហើយដែលប្រយោគបែបនេះត្រូវការឲ្យមានធាតុផ្សំតែពីរទេត្រូវការមាន subject ណាជាប្រធានហើយនឹង verb ជាកិរិយាសព្ទមិនដូចពីវីដេអូលើកមុនគឺទាមទារឲ្យមានកម្មបទទៅទៀតបើសិនបើគ្នាយើងអាចចាំបានឧទាហរណ៍មួយនេះគឺខ្ញុំបានប្រើពាក្យថា he ណា likes អញ្ចឹងបានន័យថាប្រយោគលើកមុនត្រូវការកម្មបទដោយសារតែកិរិយាសព្ទ like នេះយើងមិនអាចបញ្ចប់បានត្រឹមប៉ុណ្្នឹងយើងត្រូវតែបន្ថែមថាគាត់ចូលចិត្តអីមែនទេអញ្ចឹងយើងត្រូវសួររក what he likes what គឺគាត់ចូលចិត្តអីគឺគាត់ចូលចិត្ត music កាលពីលើកមុនណាបាទអូខេអញ្ចឹង music នេះគឺជាកម្មបទដែលទទួលរងអំពើផ្ទាល់ពីកិរិយាសព្ទ like ឬក៏និយាយបានយ៉ាងទៀតថា like ហ្នឹងត្រូវការឲ្យមានកម្មបទដាច់ខាតដែលមិនអាចឲ្យយើងចប់ត្រឹមតែរបស់ពីរតែប៉ុណ្ណោះមិនអាចចប់ត្រឹម subject ហើយនឹង verb បានទេត្រូវតែមានកម្មបទដោយ like នៅក្នុងប្រយោគបែបនៅក្នុងវីដេអូនេះគឺត្រូវការឲ្យមានតែធាតុផ្សំតែពីរទេចាំបាច់ណាបានន័យថាពាក្យចាំបាច់បានន័យថាត្រូវតែមានដាច់ខាតហើយយើងចង់ទៅសេលើសពីពីរពាក្យហ្នឹងក៏បានដែរពីធាតុផ្សំហ្នឹងក៏បានដែរឧទាហរណ៍ដូចជានៅក្នុងករណីទី1 David Jocks បាទអញ្ចឹងយើងមិនអាចសួរថា David Jocks what មិនអាចសួររក what ទៀតទេនៅពេលនេះប្រហែលជាគឺយើងអាចសួរថា where មែនទេ David Jocks where អូខេអញ្ចឹងបើគ្នាយើងចង់បានព័ត៌មានបន្ថែមប្រយោគរបស់យើងពេញលេញហើយតាមប៉ុណ្្នឹងណា David Jocks ចប់ប៉ុណ្្នឹងបានប៉ុន្តែបើគ្នាចង់បានព័ត៌មានបន្ថែមខ្ញុំអាចឆ្លើយបន្ថែមបានថា David Jocks in the garden បាទអញ្ចឹង in the garden នេះគឺនិយាយអំពី where អញ្ចឹងណាអញ្ចឹងនៅពេលដែលយើងថា where ហ្នឹងវាមិនមែនជាកម្មបទទេអញ្ចឹងណាវាមិនមែនជាកម្មបទទេអានេះគឺជារបបផ្សេងដែលយើងនឹងពិភាក្សាគ្នានៅក្នុងវីដេអូលើក្រោយទៀតណាអូខេបាទអញ្ចឹងឧទាហរណ៍ទី2គឺ my doctor retired ម្ដងទៀតយើងមិនអាចសួរបានថា my doctor retired what អត់ទេអានេះប្រហែលជាយើងអាចសួរថា my doctor retired when មែនទេបើគ្នាយើងចង់បាន when ចង់បានព័ត៌មានបន្ថែមខ្ញុំអាចបន្ថែមថា my doctor retired last year បាទជាង last year នេះគឺឆ្លើយតបជាមួយនឹង when ម្ដងទៀតវាមិនមែនជាកម្មបទទេអញ្ចឹងណាបាទអញ្ចឹងម្ដងទៀតប្រយោគរបស់យើងអាចចប់ត្រឹមតែរបស់ពីរទេ subject ហើយនឹង verb នេះបានន័យថាចប់ត្រឹមប៉ុណ្ណេះក៏បានចប់ត្រឹមប៉ុណ្ណេះក៏បានគឺយើងមាន subject យើងមានកិរិយាសព្ទហើយណាអូខេនេះគ្រាន់តែជាព័ត៌មានបន្ថែមទេចំណែកឧទាហរណ៍ទី3គឺ the bell rang បាទ the bell rang ហើយយើងសួរថា how មែនទេតើវារោយ៉ាងម៉េចដែររបៀបម៉េចដែរអញ្ចឹងបើគ្នាចង់បាន how ហើយខ្ញុំអាចឆ្លើយថា the bell rang loudly ឃើញទេបាទចឹងគឺវារោយ៉ាងម៉េចគឺវារោយ៉ាងខ្លាំងបាទចឹងយ៉ាងខ្លាំងនេះក៏មិនមែនជាកម្មបទដែរអញ្ចឹងណាព្រោះយើងមើលទៅថាវាមិនមែនជានាមទេមានតែនាមទេដែលអាចដើរតួជាកម្មបទបានបាទអូខេដល់ពេលក្នុងករណីចុងក្រោយគឺ her baby died អញ្ចឹងយើងមិនអាចសួរថា her baby died what អត់ទេមិន what ទេអញ្ចឹងណាហើយយើងអាចសួរថា why មែនទេហេតុអីបានជា baby គាត់ស្លាប់គឺចម្លើយរបស់ខ្ញុំចង់សរសេរបន្ថែមគឺ her baby died of cancer បើចឹង of cancer នេះគឺជា why ជាមូលហេតុអីបានជា baby របស់គាត់នឹងស្លាប់អញ្ចឹងគឺមិនមែនជាកម្មបទដែរបាទណាមិនមែនទេបាទអញ្ចឹងនិយាយរួមប្រយោគបែបនេះយើងអាចបញ្ចប់ត្រឹម subject ហើយនឹង verb ឬក៏យើងចង់សរសេរបន្ថែមក៏បានដែរប៉ុន្តែរបស់បន្ថែមនេះមិនមែនជាកម្មបទទេបាទអញ្ចឹងណាអូខេបាទជួយ like និង share ផងបាទអរគុណ